ដើម្បីឲ្យរាងកាយយើងរឹងមាំតែយើងគួរតែញ៉ាំអាហារបែបណាជ្រើសរើសបន្លែបែបណាផ្លែឈើបែបណាដើម្បីជំនួយទៅលើរាងកាយច្បាស់ណាស់បើសិនជាចង់ឲ្យរាងកាយយើងមាំមួនល្អมันអាចពឹងផ្អែកទៅលើការហាត់ប្រាណឬក៏ការលេងកីឡាតែមួយមុខជួយឲ្យរាងកាយរឹងមាំនោះទេវាអាចនឹងមានការគប់ផ្សំជាមួយនឹងការជ្រើសរើសរបបអាហារមួយចំនួនដើម្បីជំនួយទៅលើរាងកាយយើងបន្ថែមផងដែរថ្ងៃនេះនាងខ្ញុំនឹងចែករំលែកប្រភេទអាហារខ្លះៗជូនដល់ពុកម៉ែអង្គពុកមួយទាំងអស់គ្នាដើម្បីរកទទួលទានឲ្យបានត្រឹមត្រូវនិងជួយបន្ថែមទៅលើជីវជាតិប្រូតេអ៊ីននិងបំពេញរាងកាយឲ្យបានរឹងមាំផងដែរអាហារទី1នោះគឺយើងនឹងនិយាយទៅលើអាហារសុទ្ធណាពងប្រភេទសុទ្ធមាន់សាទាដែលទៅជួយដល់រាងកាយយើងបានច្រើនខ្លាំងមែនទែនសម្រាប់ទី2នោះគឺយើងនិយាយទៅលើសាច់ត្រីបងប្អូនខ្លះអាចនឹងអត់ចូលចិត្តត្រីប៉ុន្តែចាសាច់ត្រីគឺជួយដល់រាងកាយយើងបានដូចគ្នាហើយសម្រាប់ទី3គឺនិយាយអំពីសាច់ដែលគ្មានជាតិខ្លាញ់ក៏ជួយបានច្រើនដែរហើយសម្រាប់ទី4គឺទឹកដោះគោស្រស់ទី5ប្រភេទគ្រាប់ធញ្ញជាតិហើយនិងទី6បន្លែផ្លែឈើដែលជួយដល់រាងកាយយើងដូច្នេះហើយយើងគួរតែបរិភោគឲ្យបានគ្រប់គ្រាន់និងឲ្យបានត្រឹមត្រូវជាប្រចាំថ្ងៃផងដែរហើយបើសិនជាអង្គពុំមិញដែលកំពុងតែមានរាងកាយខ្សោយឬក៏កំពុងតែមានបញ្ហាសំណាក់ឆ្អឹងសរសៃដែលជាប្រភេទលើជាតិអាស៊ីតលើជាតិស្ករធ្វើឲ្យយើងមានបញ្ហាក្តៅកាហាយបាត់ដៃបាត់ជើងស្ពឹកដៃស្ពឹកជើងចង់ដោះស្រាយឲ្យមានប្រសិទ្ធភាពនាងខ្ញុំសូមធ្វើការណែនាំជាមួយនឹងផលិតផលវិហូបនេះដែលជាផលិតផលធម្មជាតិហើយជួយបំបត្តិរាល់បញ្ហាទាំងអស់នោះជូនដល់ពុកម៉ែបងប្អូនបានកុំភ្លេចខលឬក៏ឆាតចូល page បើសិនជាពុកម៉ែបងប្អូនចង់បានព័ត៌មានលម្អិតចា៎នេះខ្ញុំសូមអរគុណនិងសូមគោរពលា